គេនៅកពតម្ដងនេះគឺអភិជនចឹងមកយប់ឯណាប៉ុន្តែគឺថា memory ច្រើនខ្លាំងហ្មងអរគ្នាកន្លែងស្អាតតែគេនៅនេះហើយអត់ចង់ចេញដើរលេងនៅណាទេដោយសារនៅក្នុង resort តែមួយគឺមានគ្រប់ activity ទាំងអស់ហ្មងបានគេមកលក្ខណៈ family ឬក៏មានសមាជិកច្រើនដូចជាមិត្តភ័ក្តិអីខ្ញុំ recommend ឲ្យមកគេងនៅនេះហ៎ time relax ហ្នឹងគឺយើងគេងមក villa ទាំងអស់គ្នាហ្មងមានតាំងពីចក្រានបាយហ្នឹងប៉ុណ្ណាណៃដូចផ្ទះ villa យើងនៅភ្នំពេញចឹងអញ្ចឹងខ្ញុំកាទៅហ្នឹងមានក្មួយមានអីច្រើនពួកគាត់លេងសប្បាយហ្មងដោយសារទីធ្លាធំហ្មងដល់ពេលញ៉ាំអី relax នៅកន្លែង resort យើងហើយបន្ទាប់មកមានសកម្មភាពជារបរដើរលេងពីខាង resort គាត់រៀបចំឲ្យចឹងអូយសប្បាយសាហាវបំភ្លេចអត់បានហ្មងមកយប់2ថ្ងៃនេះមានន័យខ្លាំងណាស់ពេលខ្លាំងយើងមានអារម្មណ៍ថាចាក់នៅកពតអត់ដឹងនៅធ្វើអីយូរពេកចឹងខ្ញុំគិតថាមកយប់2ថ្ងៃនេះគឺគ្រប់គ្រាន់ហ្មងសម្រាប់ការ spend ជាមួយ family របស់ខ្ញុំណាហើយសំខាន់នៅក្នុង resort ហ្នឹងគេមានកង់ឲ្យជិះដើរលេងទៀតដល់ពេលចឹង all in one ហ្មងល្ងាចឡើងមកវិញមានលក្ខណៈ dinner បែប premium romantic អីចឹងទៀតអូយប្លែកខ្លាំងណាស់មកចាំខ្ញុំរៀបរាប់ឲ្យថាពួកខ្ញុំធ្វើអីខ្លះនេះគឺជាដំណើរកំសាន្តចុងក្រោយគេជាមួយគ្រួសារធំរបស់ខ្ញុំមានទាំងបងប្រុសទាំងពីរមកទាំងប្រពន្ធគាត់កូនគាត់អីមកទាំងអស់ដែលខ្ញុំមកគេនឹងឈ្មោះថា Good Time Relax គឺនៅកពតទាំងអស់គ្នាមកនេះគឺ all in one សម្រាប់គ្រួសារធំឬក៏មិត្តភ័ក្តិអីចឹងពេលដែលមកដល់ភ្លាមនេះគឺ view impress ខ្ញុំខ្លាំងហ្មងហើយបន្ទប់មុនគេនេះគឺ master bedroom ធំមែនតើខ្ញុំឲ្យបងខ្ញុំគេណាគេ decoration ស្អាតខ្លាំងហ្មងហើយក្នុងបន្ទប់មួយគឺធំទូលាយមានទាំងតុ make up ឲ្យចឹងទៀតដល់ពេលខ្ញុំទៅបន្ទប់ម៉ាក់ខ្ញុំមួយខ្ញុំវិញនេះខែ2ទាំងអស់គ្នាគេបានច្រើនអ្នកសាហាវហើយបន្ទប់មួយគឺទំហំធំខ្លាំងទាំងអស់គ្នាទៅដឹងតែសប្បាយងាយស្រួលដាក់អីវ៉ាន់ហើយ relax ខ្លាំងហ្មងបើបន្ទប់ទឹកចា10លើ10ហ្មងតែខ្ញុំទៅនឹងបន្ទប់ទាំងអស់មាន4ណាបន្ទប់ខែ2បន្ទប់ខែ1នឹង2ដែរហើយទាំងអស់គ្នាអាចមើល view នេះបានគឺទល់មុខជាមួយនឹង pool មុខផ្ទះយើងហ្មងចេញមកគឺ fresh សាហាវឥឡូវទាំងអស់គ្នាមើលទៅដល់យើងបាច់ថាចេញទៅក្រៅក៏នៅតែសប្បាយដែរមកមើលបន្ទប់របស់ខ្ញុំ Oh my god ស្អាតខ្លាំងណាស់បន្ទប់នេះគឺគេ decoration ដាក់ឈ្មោះខ្ញុំហ្មង Welcome Lim Alice ចឹងណាលើកទី1របស់ខ្ញុំឯនេះទៅអរគុណខាង Good Time Relax ធ្វើឲ្យខ្ញុំ feel special ខ្លាំងណាស់មកយប់2ថ្ងៃនេះគឺអាចបំភ្លេចបានហ្មងស្រួលអស់ពីចាចិត្តហ្មងណាមួយខ្ញុំក៏ឃើញផ្កាអូយសប្បាយចិត្តខ្លាំងមកលេងបន្ទប់ខ្ញុំឡើងយូរហ្មងអីដែលស្រឡាញ់ជាងគេគឺបន្ទប់ទឹកអូយណាគេថត content ដូចខ្ញុំ recommend មកខ្លាំងមកឥឡូវខ្ញុំនាំទៅមើល living room ជាមួយនឹងបន្ទប់ញ៉ាំបាយចាប្រពន្ធផ្ទះ villa ហ្មងធំខ្លាំងមានតែកន្លែងអង្គុយមើលទូមានសាឡុងមានចក្រានបាយមានកន្លែងធ្វើម្ហូបមានមកចប់តើអរគ្នាកំងម្ហូបកន្លែងគាត់មកញ៉ាំក៏បានធ្វើខ្លួនឯងក៏បានដែរនេះហើយពួកខ្ញុំមកដល់ពេលថ្ងៃឯងដល់ពេលចឹងហើយគឺគាត់អ្នករៀបចំឲ្យមកគាត់ថាពួកខ្ញុំទិញបកាក្តាមតិចតួចដែលយើងចូលចិត្តចឹងណាប៉ុន្តែបើម្ហូបបាយថ្ងៃវិញខាង resort គាត់រៀបចំឲ្យអស់ហើយថ្ងៃទៅស្រួលខ្លាំងយើងមកដល់ hot ដល់ពេលចឹងមកដល់ enjoy lunch ជាមួយ family ហ្នឹងគឺថាមានក្តីសុខហ្មងសំខាន់តុញ៉ាំបាយគេហ្នឹងធំក៏អីច្រើនទៀតដល់ពេលចឹងគ្រួសារយើងច្រើនមកអង្គុយបានញ៉ាំជុំគ្នាហ្មងសម្ភារៈផ្ទះបាយហ្នឹងគេមានម៉ាសារីចានឆ្នាំងកែវសុភីអីហ្នឹងចឹងដល់អស់គ្នាទៅបាច់យកទៅទេនៅហ្នឹងគេរៀបចំឲ្យអស់ហើយមើលក្មួយខ្ញុំលេងគ្រប់កន្លែងហ្មងដោយសារកន្លែងច្រើនពេកដល់ពេលចឹងបរិយាយគ្រប់ហ្មងសប្បាយខ្លាំងញ៉ាំបាយឲ្យអស់អីដែលខ្ញុំនឹកឃើញមុនគេដែលត្រូវធ្វើគឺហែលទឹកហែលមិនបានមើល view គេមើលក្នុង villa មួយគឺយើងមាន pool ចឹងដាច់ដល់ឡែកតែអស់គ្នា feel private ស្ងប់ស្ងាត់ស្រួលមែនតើអស់គ្នាមើលតែ environment ប៉ុណ្នេះហើយដឹងតែសប្បាយហើយចឹងដាច់ឆ្នាំនេះឬក៏ចុងឆ្នាំនេះទៅលេងមួយគ្រួសារឬក៏មិត្តភ័ក្តិម្ដងទៅទូបានអារម្មណ៍បែប private premium ហើយអភិជនហ្មងយីមែនហែលទឹកឲ្យអស់ let's go ឥឡូវពួកយើងទៅជិះទូកម្ដងអស់គ្នាចង់ជិះជាឧបរធំចឹងក៏បានជាកាយៈ2នាក់អីក៏បានដែរតែខ្ញុំដោយសារអត់ចេះជិះកាយៈជេចឹងធ្វើខ្លួនស្អាតជិះឧបរថតរូបលេងអញ្ចឹងណាណែមើលឈៀឡតអត់ឈៀលមួយកើត sunset អីចឹងអូយសប្បាយខ្លាំងខ្ញុំចង់ទៅម្ដងទៀតហ្នឹងទាំងបងប្រុសខ្ញុំទាំងបងថ្លៃខ្ញុំនិយាយពីថាសប្បាយឈៀអីពេញហ្នឹងហ្មងហើយទេសភាពខ្ញុំ recommend ឲ្យជិះម៉ោង3ម៉ោង4 5ហ្នឹងប៉ុណ្ណឹងបានតែបងប្អូនគ្នា6ល្ងិតទេជិះធ្វើ3ទៅដល់5ហ្នឹងគឺទទួលបានអារម្មណ៍ត្រជាក់ស្រួលថ្ងៃលិចយយមកស្អាតខ្លាំងហើយដែលសំខាន់ណាគឺយើងបានជិះនៅតំបន់របៀបចិត្តបងប្អូនគ្នារបៀបមានព្រៃឈើព័ទ្ធជុំវិញពីជិះហើយឥឡូវខ្ញុំដើរលេងនៅក្នុង resort របស់គេដោយសារ resort គេធំដែរនិយាយទៅគេមាន villa ច្រើនប្រភេទទៅតាមតម្រូវការរបស់យើងកន្លែងខ្លះបន្ទប់1កន្លែងខ្លះបន្ទប់2បន្ទប់3បន្ទប់4នេះចឹងទៅហើយនេះគឺជា pool ធំជាងគេរបស់ resort របស់គាត់គឺ view ស្អាតខ្លាំងមកបងប្អូនគ្នាខ្ញុំមកនេះចំពេល sunset របស់បងខ្ញុំថតពេញហ្នឹងវីដេអូនេះខ្ញុំចង់កាត់ឲ្យខ្លីខ្លាំងប៉ុន្តែអត់អាចហ្មងដោយសារមានអីត្រូវរៀបរាប់ប្រាប់បងប្អូនគ្នាច្រើនខ្លាំងដោយសារ view ស្អាតពេកបន្ទាប់ពីថតរូបលេងហើយឥឡូវមកដល់ resort យើងវិញកន្លែងខ្ញុំគេងវិញអូយ fresh ខ្លាំងបងប្អូនគ្នាវានៅមានពន្លឺបែប golden ចឹងយើងមកដល់ relax បន្តិចហើយអ្វីដែល surprise ជាងគេគឺល្ងាចឡើងទេសភាពស្អាតខ្លាំងហ្មងហើយខាងបងក្រុមការងារហ្នឹងបានរៀប special dinner មួយសម្រាប់ពួកខ្ញុំបងប្អូនគ្នាឲ្យគាត់រៀបឲ្យចឹងទៅស្រួលខ្លួនទៅដល់ភ្លាមមានរបស់ញ៉ាំហើយ premium ថតរូបស្អាតទៀតគាត់រៀបចំតុ dinner នៅខាងក្រៅហ្មងយើងអង្គុយមើលផ្កាយបដាញ៉ាំបាយបដាចឹងណាម្ហូបគាត់រៀបចំមកដូចហាង premium formal ហ្មងអូយស្តោគ្នាសប្បាយខ្លាំងហើយក្រៅពីម្ហូបមួយដែលគាត់ serve ឲ្យបែប special ហ្នឹងគឺគាត់មានសាច់អាំង barbecue ជាមួយនឹងបកាអីផ្សេងតែម្ហូបទី1នេះលយខ្លាំងដល់អ្នកគ្នាខ្ញុំ experience នេះគឺល្អបំផុតម្ហូបឆ្ងាញ់បរិយាកាសស្ងប់ស្ងាត់ហើយលក្ខណៈ family បែបអញ្ចឹងគឺ good ហ្មងបន្ទាប់មកគឺយើងមានសាច់អាំងដូចជា barbecue បកាអាំងក្តាមសអីផ្សេងអញ្ចឹងណាស្រេចតែលើយើងកំងទៅគាត់ញ៉ាំបាយឲ្យអស់ let's go ដល់វគ្គទឹកលេងមួយក្មួយខ្ញុំ2នាក់ដោយសារឃើញ pool បងខ្ញុំស្អាតពេកពេលហ្នឹងខ្ញុំអត់បានថត pool ហ្នឹងស្អាតខ្លាំងមានណាលេងបាយខ្ទិះពេញហ្នឹងដល់គ្នាអើយសប្បាយខ្លាំងមែនតើព្រលឹមឡើង let's go for breakfast ណានេះគឺគេមាន breakfast ដែរសូម្បីតែកន្លែង breakfast ហ្នឹងក៏ fresh ដែរបងប្អូនគ្នាសិតតែព្រៃឈើព័ទ្ធជុំវិញហ្មងអង្គុយញ៉ាំដល់តែចាក់សេអាហារបែបអឺរ៉ុបក៏មានបែបអាស៊ីក៏មានឬក៏បែបតិចតួចដូចជានំប៉័ងអីក៏មានដែរអញ្ចឹងមកនេះគេងតែមកយប់2ថ្ងៃឯងបងប្អូនគ្នាទទួលបាន experience full set ហ្មងហើយអីដែលពិសេសមួយទៀតគឺជិះកង់ free ចានៅ resort គឺគាត់ provide កង់ឲ្យ free សម្រាប់ជិះលេងអញ្ចឹងញ៉ាំបាយហើយមុនពេលមកផ្ទះវិញគឺពួកខ្ញុំជិះកង់ដើរលេងហើយបានត្រឡប់មកភ្នំពេញវិញអញ្ចឹងបានតែគេចង់បាន experience បែបលឿនមួយថ្ងៃ2យប់តែមាន
នៃដូចអញ្ចឹងអ្នកទាំងគ្នាអាចតតតកាន់ good time relax បាន bye bye